ប្រាសាទបាយ័នគឺជាប្រាសាទបុរាណដ៏ល្បីល្បាញស្ថិតនៅកណ្ដាលរមណីយដ្ឋានអង្គរធំក្នុងខេត្តសៀមរាបប្រទេសកម្ពុជាប្រាសាទនេះត្រូវបានសាងសង់ឡើងដោយព្រះបាទជ័យវរ្ម័នទី 7 ពីប្រហែលនៅដើមសតវត្សទី 13 បន្ទាប់ពីព្រះអង្គបានយកឈ្នះចក្រភពចាមនៅឆ្នាំ 1181 ព្រះអង្គបានសង់ប្រាសាទបាយ័នជាគ្រឿងសម្អាងផ្លូវចិត្តដើម្បីជាសញ្ញាស្ដីពីជ័យជំនះនិងសង្ឃឹមក្នុងព្រះពុទ្ធសាសនាមហាយានដែលព្រះអង្គប្រកាសជាសាសនាផ្លូវការនៃចក្រភពខ្មែរប្រាសាទបាយ័នមានលក្ខណៈពិសេសគ្មានប្រាសាទណាស្រដៀងគឺមានប៉មទាំងស្រុងជាស្ថាបត្យកម្មនិងមានរូបមុខព្រះព្រហ្មជាង 200 មុខរះព្រហ្មមុខ 4 ដែលជាទេវតាប្រណីនៃព្រះពុទ្ធសាសនាមហាយានមុខទាំងនេះមានសម្លេងស្ងៀមស្ងាត់បង្ហាញសេចក្តីមេត្តាភាពនិងបញ្ញាដែលគេច្រើនហៅថាស្នាមញញឹមរបស់ព្រះព្រហ្មមុខ 4 វាជាសញ្ញាវិញ្ញាណនៃសិល្បៈខ្មែរដែលជ្រាលជ្រៅក្នុងសាសនានិងវប្បធម៌បាយ័នគឺស្ថិតនៅចំកណ្ដាលរង្វង់បាតព្រះនៃអង្គរធំបង្ហាញពីទីតាំងចម្បងនៃអំណាចសាសនានិងរដ្ឋាភិបាលសម័យនោះបើយោងតាមស្នាដៃបណ្ដាលជាច្រើនលើជញ្ជាំងប្រាសាទអ្នកស្រាវជ្រាវបានបញ្ជាក់ថាបាយ័នមិនត្រឹមតែជាសំណង់សាសនាទេប៉ុន្តែជាសារណប្រវត្តិដែលឆ្លុះបញ្ចាំងពីជីវិតព្រះរាជសាលាជីវិតប្រជាពលរដ្ឋសកម្មភាពទាហានព្រឹត្តិការណ៍ប្រវត្តិសាស្ត្រដូចជាសង្គ្រាមជាមួយចាមទិដ្ឋភាពជួញដូរពិធីបុណ្យព្រះសង្ឃនិងទម្លាប់រស់នៅប្រចាំថ្ងៃនៃអង្គរបុរាណប្រាសាទបាយ័នក៏ជាកន្លែងបង្ហាញពីការរួមបញ្ចូលជោគជ័យនៃសិល្បៈសាសនាខ្មែរទាំងបែបព្រះពុទ្ធនិងព្រហ្មញ្ញសាសនាជាស្រមោលជាក់ស្ដែងនៃសង្គមខ្មែរខ្នាតធំសម័យនោះបើយើងទៅទស្សនាបាយ័នសប្តាហ៍ថ្ងៃនេះយើងនឹងទទួលបានអារម្មណ៍ដូចជាបានជួបជាមួយអតីតកាលដោយផ្ទាល់បើមើលទៅលើស្នាមញញឹមស្ងប់ស្ងៀមរបស់ព្រះព្រហ្មមុខ 4 អង្គរអាចនិយាយបានថាបាយ័នជាការប្រកាសដ៏ស្ងៀមស្ងាត់នៃអំណាចវិជ្ជាជីវៈសាងសង់និងជំនឿខ្មែរពុទ្ធអង្គរតដោកមួយព្រះអង្គមួយជាមួយនឹងឡតមួយខាង3ខបខ្សែដៃកលឹះចុចគាំទ្រវីដេអូរបស់ប្អូនកុំភ្លេចឲ្យបេះដូងជួយ share ចុច follow page ប្អូនម្នាក់មួយផងអរគុណច្រើនបងស្រីបងប្រុសណាបាទ